ក្នុងជំរំជនភាសឹកជួយពលរដ្ឋកុំឲ្យនឹកស្រុកនឹកដីធ្លីផ្ទះសម្បែងដែលយោធាថៃឈ្លានពានហុំព័ទ្ធយករដ្ឋបាលខេត្តបន្ទាយមានជ័យសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាសសយកខេត្តនិងក្រុមហ៊ុនវឌ្ឍនៈនាពេលថ្មីកន្លងមកនេះបានរៀបចំបុណ្យសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមីនៅមណ្ឌលភាសឹកវត្តច័ន្ទស៊ីស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកម្មវិធីនេះគឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14, 15, 16 ខែមេសាឆ្នាំ2026ខាងមុខនេះក្នុងនោះក៏ចង់ឲ្យបងប្អូនជនភាសឹកមានភាពសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយផ្សេងៗនិងជាពិសេសក៏ចង់ធ្វើឲ្យបងប្អូនមានអារម្មណ៍ធូរស្បើយពីក្តីនឹករលឹកទ្រព្យសម្បត្តិផ្ទះសម្បែងភូមិករឬបាត់នៅទុក្ខសោកលំបាកបានមួយគ្រាបន្ទាប់ពីពួកយោធាថៃឈ្លានពានហុំព័ទ្ធយកហើយដាក់បន្លាលួសទូកុងតឺន័រជីកសាងសង់លេនដ្ឋានហើយរារាំងមិនឲ្យពួកគាត់ចូលទៅរស់នៅលើទឹកដីរបស់ខ្លួនឯងបានក្រៅពីការលេងកម្សាន្តក៏មានការផ្ដល់នូវអំណោយមនុស្សធម៌ជាស្បៀងនិងសម្ភារៈចាំបាច់ជូនដល់ក្រុមគ្រួសារជនភាសឹកទាំងអស់ពីក្រុមហ៊ុនវឌ្ឍនៈផងដែរកម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលឯកឧត្តមអ៊ុំរិត្រីអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅមណ្ឌលភាសឹកនៅឆ្នាំនេះគឺដើម្បីលើកទឹកចិត្តចូលរួមបង្ហាញនូវអារម្មណ៍ស្មារតីខ្មែរតែមួយនិងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនភាសឹកនិងបានចូលរួមថែរក្សាការពារប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់របស់យើងចំណែកឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីក៏បានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិប្រិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភាសឹកជានិច្ចទោះក្នុងកលៈទេសៈណាក៏ដោយឯកឧត្តមហ៊ុនម៉ាណីបានបន្តថាស្មារតីខ្មែរតែមួយនេះគឺចង់ចែករំលែកនៅក្តីអាណិតស្រឡាញ់ជួយជ្រោមជ្រែងនិងសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរប្រជាពលរដ្ឋដែលកំពុងរស់នៅជាជនភាសឹកបានឲ្យដឹងថាខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលលោកគាត់បានខំគិតខំឲ្យពួកខ្ញុំជាជនភាសឹកនៅស្នាក់នៅវត្តច័ន្ទស៊ីមានអារម្មណ៍ថាសប្បាយចិត្តខ្លះវាអត់សូវស្មុគស្មាញដូចមុនសប្បាយចិត្តខ្លាំងពេលធ្លាប់ទៅនៅភូមិខ្លួនឯងពេលចូលឆ្នាំអញ្ចឹងសប្បាយលក់ដូរលក់អីទៅពេលភាសឹកមកខាងនេះបានថ្នាក់ដឹកនាំគាត់ចាត់ចែងឲ្យខាងជនភាសឹកទាំងអស់គ្នាបានសប្បាយខ្ញុំសប្បាយចិត្តមែនទេដែលអ៊ំរដ្ឋាភិបាលទាំងអស់បានរៀបចំកម្មវិធីចូលឆ្នាំរៀបចំអីទុកឲ្យពួកខ្ញុំនិងខ្ញុំអ្នកភាសឹកលេងខ្ញុំសប្បាយចិត្តខ្លាំងមែនទេបាទខ្ញុំអរគុណដល់រាជរដ្ឋាភិបាលព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសនៅកម្ពុជាសូមអបអរសាទរនៃសង្ក្រាន្តដល់ជនភាសឹកទាំងអស់ដែលនៅភូមិជោគជ័យនិងព្រៃច័ន្ទនេះដែលពួកខ្ញុំភាសឹកមកនៅនេះរាជរដ្ឋាភិបាលបានឧបត្ថម្ភគ្រប់គ្រងនិងថែរក្សាដល់ជាពលរដ្ឋដែលមានការភ័យខ្លាចភាសឹកមកនៅនេះដូច្នេះសូមត្រេកអរគុណដល់គណៈដឹកនាំខេត្តនិងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលជួយគ្រប់គ្រងដល់ប្រជាពលរដ្ឋជនភាសឹកនៅវត្តច័ន្ទស៊ីនេះដូច្នេះខ្ញុំសូមអរគុណដល់រដ្ឋណាដែលមានការឧបត្ថម្ភមហាសង្ក្រាន្តនេះដល់ជាពលរដ្ឋនេះភាសឹកនេះដូច្នេះខ្ញុំសូមអរគុណឲ្យគុណវឌ្ឍនៈរកស៊ីមានបានដល់ថ្ងៃអនាគតរីកចម្រើនជួយឧបត្ថម្ភដល់ជនភាសឹកដល់ទៅមុខទៀតអរគុណតំណាងយុវជនសសយកក៏បានបញ្ជាក់ឲ្យដឹងដែរថាបងក្នុងនាមខ្ញុំជាសមាជិកសសយកខេត្តបន្ទាយមានជ័យនាងខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដោយសារអីថ្នាក់ដឹកនាំគាត់បានយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលលោកកំពុងតែមានទុក្ខលំបាកមួយវិញទៀតនឹងថ្នាក់ដឹកនាំគាត់ក៏បានរៀបចំសង្ក្រាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខសម្រាប់បងប្អូនជនភាសឹកដែលគាត់បានជំនះមកពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទខ្ញុំវិញគឺមានអារម្មណ៍ថាសប្បាយចិត្តដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ដូចជាថ្នាក់ដឹកនាំខេត្តបានរៀបចំនៅកម្មវិធីនេះឡើងដោយសារអីដោយសារទី1កុំឲ្យទុក
បងប្អូនជនភៀសសឹកចោលហើយកុំឲ្យគាត់ថាទុកគាត់ចោលអញ្ចឹងថ្នាក់ដឹកនាំលោកតែងតែជានិច្ចកាលជួយសម្រាប់សម្រួលក៏ដូចជាជួយរៀបចំកម្មវិធីនេះឡើងដើម្បីកុំឲ្យគាត់បងប្អូនជនភៀសសឹកគាត់មានភាពតានតឹងហើយក៏សូមសំណូមពរដែរដល់បងប្អូនជនភៀសសឹកសូមចូលរួមទុកចិត្តលើរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់លោកតែងតែចរិយាកាលជួយដោះស្រាយបងប្អូនហើយមិនទុកបងប្អូនជនភៀសសឹកណាមួយចោល